សួរអូនគឺសួរបងឈ្មោះគេដែរខ្ញុំបាទឈ្មោះស្វ័យទេពចន្ទរាថ្នាក់ទី12មកពីស្លេហ៊ុនសែនមកស្វាយបាទហើយសម្រាប់អូនយ៉ាងនេះដែរមានអារម្មណ៍យ៉ាងណាដែរខ្ញុំមានអារម្មណ៍រីករាយនិងរំភើបដែលបានមកជួបបងពីសាកលវិទ្យាល័យ Southeast Asia ដែលគាត់បានមកជួយផ្ដល់យោបល់និងចង្អុលទិសក្នុងការរើសមុខជំនាញនៃសាកលវិទ្យាល័យដែលចំពោះអ្នកដែលអត់ទាន់បានជ្រើសរើសឬសម្រេចចិត្តអ្វីមួយដែរបាទចឹងអូនទទួលបានច្រើនណាបានឆ្លងជំនាញដែរហើយខ្ញុំឆ្លាញ់ជំនាញ IT ជាពួកមីស៊ីបាទសួរអូនជម្រាបសួរបងឈ្មោះគេដែរអូនខ្ញុំឈ្មោះសុកមេនមកពីថ្នាក់ទី12ខូនៃសាលារៀនវិទ្យាល័យហ៊ុនសែនបាត់ស្វាយបាទហើយសម្រាប់ឯនេះដែរអូនមានអារម្មណ៍យ៉ាងណាដែរដែលបានស្គាល់វិទ្យាល័យបានចុះមកវិទ្យាល័យអញ្ចឹងខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយហើយនឹងទទួលបានចំណេះដឹងជាច្រើននៅពេលដែលសាលារៀន Southeast Asia ចុះមកដាក់តាំងពីពណ៌នៅសាលារៀនហ៊ុនសែនបាត់ស្វាយហើយក៏បានផ្ដល់នៅចំណេះដឹងជំនាញផ្សេងៗដូចជាគោលដៅនៅថ្ងៃបន្ទាប់នៅពេលដែលខ្ញុំបានបញ្ចប់បាក់ឌុបនៅពេលខាងមុខជាចុងក្រោយសូមជូនពរដល់អ្នកទាំងអស់គ្នាដែលប្រឡងទី12ទាំងអស់គ្នាឲ្យជាប់នឹងទទួលបាននីតិល្អគ្រប់គ្នាបាទអរគុណបងជម្រាបសួរអូនជម្រាបសួរបងបាទឈ្មោះគេដែរអូននេះខ្ញុំមានឈ្មោះថាយូសសាភារៀននៅថ្នាក់ទី12កនៅវិទ្យាល័យហ៊ុនសែនបាត់ស្វាយហើយសំណងនេះដែរអូនមានអារម្មណ៍យ៉ាងណាដែរខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងណាស់នៅពេលដែលសាកលវិទ្យាល័យ Southeast Asia បានចុះមកផ្សព្វផ្សាយនៅសាលាវិទ្យាល័យរបស់ខ្ញុំហើយខ្ញុំក៏ទទួលបានចំណេះដឹងជាច្រើនតាក់ទងពីគន្លឹះផ្សេងសម្រាប់យកទៅប្រឡងថ្នាក់ទី12ឬក៏បាក់ឌុបហើយខ្ញុំក៏ទទួលបាននៅការបញ្យល់ជាច្រើនតាក់ទងពីមុខជំនាញដែលខ្ញុំស្រឡាញ់ពេញចិត្តបានយ៉ាងក្បោះក្បាយហើយជាចុងបញ្ចប់នេះខ្ញុំសូមជូនពរឲ្យសិស្សានុសិស្សដែលរៀនទី12ទាំងអស់គ្នាក៏នឹងបាក់ឌុបទាំងអស់គ្នាហើយទទួលបាននិទ្ទេសល្អគ្រប់គ្នាបាទអរគុណអូន